សួស្តីបងប្អូនទាំងអស់គ្នាញ៉ៃនេះមកធ្វើភ្លាសាច់គោញ៉ាំមួយខ្ញុំគ្រឿងក្លែមហើយមានត្រជាក់អីចឹងណាជុំគ្នាបងប្អូននេះបងប្អូនគ្រឿងផ្សំយើងមានប៉ុណ្ណឹងបងប្អូនអាចស្កប់មើលបានណាតើបងប្អូនចាប់ផ្ដើមធ្វើខ្ញុំមានខ្ទឹមសហើយម្ទេសហ្នឹងខ្ញុំដាក់រៀងច្រើនតិចដែរម្ទេសព្រោះឲ្យចូលចិត្តហឹរបងប្អូនហើយខ្ញុំដាក់ម្ទេសឆ្អើរដែរហើយយើងបុកវាឲ្យម៉ត់តិចទៅបងប្អូនចាំដាក់ប្រហុកសាច់យើងចូលហើយដាក់ទឹកកាពិចូលបងប្អូនបន្ទាប់មកយើងដាក់ស្ករត្នោតបងប្អូនហើយលាយស្ករសថែមបន្តិចទៅហើយខ្ញុំប្រើជាមួយដាក់ម្សៅរ៉ូឌីហើយនឹងទឹកត្រីថែមដែរបងប្អូនហើយប៉ុណ្ណឹងឯងបងប្អូនហើយយើងច្បល់វាឲ្យរៀងនេះហើយចាំយើងដាក់សាច់គោដែលយើងបានស្រោះហើយបន្តិចឯងព្រោះខ្ញុំអត់ប្រើឆៅទេបងប្អូនហើយយើងដាក់ក្រូចឆ្មាដាក់អីចូលហើយយើងទៅរួចរាល់ហើយបងប្អូនណាភ្លាសាច់គោគឺលឿនណាហើយយើងខ្ញុំភ្លេចបងប្អូនយើងថែមគល់ក្រៃហងណាដែលយើងហាន់ចំណិតហើយចូលក្នុងត្បាល់នឹងដែរទៅហើយយើងដាក់ច្បល់វាទៅកុំបុកវាខ្លាំងពេកណាប៉ុណ្ណឹងរួចរាល់ហើយបងប្អូនអត់មានអីពិបាកទេស្រួលធ្វើម្ហូបហ្នឹងលឿនមែនតើគ្រឿងខ្លែមហ្នឹងគឺស្រួលធ្វើហ្មងប៉ុណ្ណឹងរួចរាល់ហើយយើងដាក់ចូលក្នុងនេះទៅយើងរៀងច្បាច់វាតិចទៅយើងមិនបាច់បុកវាទេហើយបងប្អូនសូមជួយ like ជួយ share ផងណាហើយខុសឆ្គងអីសូមកុំប្រកែកប្រកាន់បើបងប្អូនមានចម្ងល់រាល់វីដេអូនាងខ្ញុំសូមចូល comment សួរក៏បានដែរណាបងប្អូនអរគុណច្រើន